សួស្តីពុកម៉ែបងប្អូនថ្ងៃនេះថ្ងៃអាទិត្យលៀសពីនេះថ្ងៃក៏បើកខ្លាំងឥឡូវយើងទៅទិញលៀសដឹងបានកំប៉ុងនេះផ្លេចទៅដឹង10000ហើយយើងចាប់ផ្ដើមលាងចោះលាងឡើងនិយាយទៅអស់ទឹក2ធុងហ្នឹងតើតាលាងទឹកចុងក្រោយនឹងវាថ្លាបានយកឥឡូវខ្ញុំយកទៅដាក់ទឹកបន្ថែមឲ្យដាក់ម្ទេសឲ្យវាព្រានហើយអានេះខ្ញុំប្រឡាក់អំបិលវាដើម្បីកុំឲ្យវាហាមាត់មុនយកទៅស្រុកទោះបីអត់វាឲ្យតឹងក្រោយក៏វាអត់ហាមាត់ដែរអាហ្នឹងរូបមន្តដើម្បីឲ្យកុំឲ្យលៀសហាមាត់បន្ទាប់មកយើងសម្ដៅវាក្រោមទាំងហាលឲ្យស្ងួតហើយយើងបុកគ្រឿងប៉ុន្តែឲ្យមានត្បាល់ខ្ញុំប្រើម៉ាស៊ីនកិនដាក់ខ្ទឹមហើយនឹងម្ទេសទៅបន្ទាប់មកឲ្យដាក់ស្ករបន្តិចដាក់ប៊ីចេងដាក់អំបិលតាមហ្នឹងណាបងប្អូនចង់បានរសជាតិបែបម៉េចអញ្ចឹងប៉ុន្តែខ្ញុំអត់ចូលចិត្តផ្អែមខ្ញុំចូលចិត្តភែល្មមអញ្ចឹងណាបងប្អូនឥឡូវខ្ញុំយកទៅហាលហើយតែមុនយកទៅហាលយើងអាប់ទុកវាប្រហែលជា5ទៅ10នាទីហើយយើងហាលទៅឥឡូវឆ្អិនហើយនេះសាច់គេឡើងទៅលុកហើយពីអ្នកកូនស្អីឡើងឆ្ងាញ់បងប្អូនហើយពេលដែលយើងដេកថ្ងៃហើយយើងងើបមកនិយាយថារសជាតិវានិយាយពីឆ្ងាញ់អស់បាយកកអស់អីឥឡូវវីដេអូមានប៉ុណ្ណឹងឯង